ខ្ញុំបាទសូមធ្វើការអនុញ្ញាតជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីនៅថ្ងៃនេះខ្ញុំបាទសូមបំរុងអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានស្ដាប់អំពីចុក្ខតារិស័យហោរាសាស្ត្រប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការដកស្រង់និងអានជូននៅក្បួនហោរាទស្សទាយចិនសាយដែលល្បីឈ្មោះដោយលោកគ្រូលងដៃលីនដូច្នេះសូមពុកម៉ែបងប្អូនធ្វើការ comment លេខសំណាងនិងសាធុចំនួន3ដងរួចសូមធ្វើការ share ចេញភ្លាមដើម្បីទទួលលាភធំចូលផ្ទះនិងសំណាងតាមជាប់ខ្លួនរហូតដូច្នេះកុំឲ្យខាតពេលយូរសូមតាមដានស្ដាប់ជាមួយខ្ញុំបាទ30 TV ដូចតទៅការមើលទិសបេះដូងរស់ក្នុងការធ្វើដំណើរឬការប្រកបមុខរបររកស៊ីផ្សេងអស់លោកអ្នកត្រូវប្រកាន់យកតាមទិសបេះដូងរស់នេះគឺថ្ងៃសុក្រនេះនឹងបានសុខនឹងជោគជ័យនៅខាងទី2យប់បើមើលទិសបេះដូងស្លាប់នៅថ្ងៃសុក្រនេះផងកុំចោលយាត្រាទៅទិសអាគ្នេយ៍ធ្វើអ្វីមិនក៏ប្រសើរឡើយចំពោះការមើលតាមទំនាយជ័យឬក្នុងការអង្គុយឲ្យមានសេរីសុស្ដីជ័យមង្គលក្នុងការរៀបមង្គលការឬសែនព្រេងផ្សេងនិងបើចង់ទទួលបានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះសូមអង្គុយនៅខាងទិសអាគ្នេយ៍បែរមុខទៅរកទិសបស្ចិមទំនាយទីថាបើកាលណាបានប្រតិបត្តិតាមនេះពិតមែនពិតជាមានជោគជ័យគ្រប់កលៈទេសៈចំពោះការមើលតាមក្បួនកក្របាតយាងក្រឡាក្នុងការចេញដំណើរពីផ្ទះប្រកបទៅដោយជោគជ័យនិងសេរីសុស្ដីមួយថ្ងៃពេញនៅក្នុងថ្ងៃសុក្រនេះពុកម៉ែបងប្អូនត្រូវដឹងម៉ោងសុក្រម៉ោងគ្រោះម៉ោងលៀបដូចខាងក្រោមបើចេញដំណើរពីផ្ទះចាប់ពីមាន់រងាវទៅដល់ម៉ោង6កន្លះព្រឹកគឺជាម៉ោងយប់ព្រឹកជាម៉ោង04មានន័យថានៅចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យគ្មានគ្រោះកាចអ្វីអាចចូលបានឡើយគឺមានតែទទួលបាននៅលៀបបរិបូរណ៍បើចេញដំណើរពីផ្ទះចាប់ពីម៉ោង6កន្លះដល់ម៉ោង11ព្រឹកគឺជាម៉ោងកក្របាតជាម៉ោងអន្តរាយមានន័យថាធ្វើចំនួនរកស៊ីជួញដូរផ្សេងមិនគួរចេញនៅម៉ោងនេះឡើយអាចនឹងត្រូវបាត់បង់ទ្រព្យសម្បត្តិអន្តរាយជាមិនខានឬក៏មិនត្រូវបោះទុនរកស៊ីអ្វីឡើយបើចេញដំណើរពីផ្ទះចាប់ពីម៉ោង11ព្រឹកដល់ម៉ោង2រសៀលគឺជាម៉ោងទទេគ្មានអ្វីសោះមានន័យថាមិនបានទទួលលាភអ្វីហើយក៏មិនជួបគ្រោះថ្នាក់អ្វីដែរនៅក្នុងចន្លោះម៉ោងនេះបាទចេញដំណើរពីផ្ទះចាប់ពីម៉ោង2រសៀលដល់ម៉ោង5ល្ងាចគឺជាម៉ោង02មានន័យថាជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាគឺបានសុខល្អណាស់នៅក្នុងចន្លោះម៉ោងនេះបាទចេញដំណើរពីផ្ទះចាប់ពីល្ងាចម៉ោង5ទៅដល់ម៉ោងចូលគេងវិញគឺជាម៉ោង01មានន័យថាការធ្វើដំណើរឬការធ្វើចំនួនផ្សេងមិនល្អឡើយគឺជាគ្រោះកាចជាពិសេសមិនគួរធ្វើដំណើរឆ្ងាយឡើយហើយបើធ្វើដំណើរគួរប្រុងប្រយ័ត្នចរាចរណ៍ខ្ពស់បំផុតនៅក្នុងចន្លោះម៉ោងនេះបាទនៅថ្ងៃសុក្រនេះសូមធ្វើការបួងសួងឲ្យខ្លាចជាថ្ងៃលៀងគ្រោះចង្រៃសត្រូវប្រែខ្លាចជាមិត្តនិងត្រូវជាថ្ងៃនាំលាភនិងទ្រព្យសម្បត្តិឡើងខ្ពស់សម្រាប់ឆ្នាំទាំង12នេះបាទជាបន្តសូមពុកម៉ែបងប្អូនតាមដានស្ដាប់នៅរាសីឆ្នាំទាំង12ជាមួយ30 TV Channel នេះខ្ញុំដូចតទៅឆ្នាំជូតកណ្ដុរនាំលាភនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានយុស័ក្តិខ្ពង់ខ្ពស់ម៉ោងនៃលាភសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នៃលាភសំណាងគឺពណ៌សនិងលឿងលេខនៃលាភសំណាងគឺលេខ48និងលេខ59សូមខមមិនលេខ168យកលាភសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលោជោហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំជូតឆ្នាំជូតរិស័យថ្ងៃនេះល្អជាមធ្យមបញ្ហាផ្លូវចិត្តមិនសូវសប្បាយរីករាយប៉ុន្មានទេនៅក្នុងថ្ងៃនេះហើយបើលោកអ្នកចង់ទទួលផលពីការងារនោះលុះត្រាតែលោកអ្នកមានចិត្តអំណត់ព្យាយាមនិងបូជាពេលវេលាច្រើនផងបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញដូរនៅទីជិតពុំសូវជាបានកក់កោបទេគឺតើតាចេញទៅជួញដូរនៅឯទីឆ្ងាយទើបល្អនិងសមប្រកបនៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយក៏បីមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចជាពិសេសអ្នកចេញទៅប្រកបការងារនៅឯតាមខេត្តឬតំបន់ឆ្ងាយពីផ្ទះសម្បែងពីព្រោះថាលោកអ្នកងាយមានក្រុមមនុស្សបៀតបៀនយាយីក្នុងក្តីបំណងអាក្រក់ដើម្បីដណ្ដើមផលប្រយោជន៍អ្វីមួយពីអ្នកបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមុននឹងធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយហើយមិនត្រូវមានកំណត់វិកវេឡើយបើពំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯង
ចំពោះបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំគុំក៏បីជ្រួលជ្រើមខុសបែបបត់ប្រយ័ត្នការសបាយខ្លាចជាទុកវិញហើយត្រូវមកខ្លោចផ្សាអស់មួយជីវិតឆ្នាំឆ្លូវគោនាំលៀបបប្រាចិញ្ចឹមជួបតែរឿងល្អៗក្នុងជីវិតមានលៀបមានសំណាងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ក្តីបំណងម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សនិងក្រហមលេខនៃលៀបសំណាងគឺលេខ11និងលេខ61សូមខមមិនលេខ168យកលៀបសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំឆ្លូវឆ្នាំឆ្លូវរិស័យខ្ពស់ត្រដែតដោយសារថ្ងៃនេះជាអ៊ុនឡើងខ្ពស់ដូចនេះបើលោកអ្នកចង់ពឹងពាក់ដោយការខ្ចីប្រាក់កាសឬរបស់អ្វីមួយពីអ្នកដទៃគេតែងអាណិតអាសូរឲ្យដោយបំណងមួយចំនួនផងការរស់នៅមានភាពសុខដុមនិងកំពុងកាត់ការវាគុំត្រជាក់ត្រជុំល្អប្រពៃណាស់សម្រាប់អ្នកប្រកបមុខរបររកស៊ីជិញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីផងល្អប្រពៃណាស់ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខសែនសានដោយសពមួយដងរីឯសម្ព័ន្ធស្នេហាកំឡោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានចំនួនវិវាទហើយចង់ធ្វើការដោះស្រាយក៏ជាឱកាសល្អបំផុតពីព្រោះមិនត្រឹមឆាប់ត្រូវរើគ្នាទេលោកអ្នកអាចបែរមកផ្អាមល្ហែមទៀតផងឆ្នាំខាលខ្លាមានបារមីដែលចេះមានអំណាចមានមនុស្សតាមជួរជ្រោមជ្រែងការងារទុច្ចធំដើម្បីឲ្យអនាគតអ្នកបានក្លាយជាមនុស្សមានសម្បត្តិមហាសាលម៉ោងនៃលៀបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌សនិងផ្កាឈូកលេខនៃលៀបសំណាងគឺលេខ21និងលេខ82សូមខមមិនលេខ168យកលៀបសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀមិនខ្វះចាយឡើយចំពោះអស់លោកអ្នកដែលកាត់ឆ្នាំខាលរិស័យថ្ងៃនេះធ្លាក់ស្រុតចុះលោកអ្នកច្រើនមានចិត្តតោសៈមោហៈច្រើននៅក្នុងថ្ងៃនេះទោះបីជាធ្វើការងារអ្វីក៏ដោយក៏ធ្វើមិនពេញដៃពេញជើងដែរហើយក្នុងនោះលោកអ្នកអាចក្លាយទៅជាអ្នកប៉ិនសន្សំរឿងនិងមានគំនុំគុំគួនដាក់ជាប់ក្នុងចិត្តទៀតផងបើជាអ្នកប្រកបមុខរបររកស៊ីជិញដូរវិញរកប្រាក់ចិញ្ចឹមឆ្នាំងមិនចង់គ្រប់ផងទេចំណែកបញ្ហាស្នេហាគឺគូស្នេហ៍អាចនឹងមានការប្រឆាគ្នាដោយសារអ្នកក្រៅដូច្នេះត្រូវតែប្រយ័ត្នឆ្នាំថោះទុនសាយមានសិទ្ធិចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានកំណត់ភ្លឺថ្លាហើយអនាគតវិញនោះខ្លាចជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចនិងពណ៌សលេខនៃលៀបសំណាងគឺលេខ77និងលេខ89សូមខមមិនលេខ168យកលៀបសម្បត្តិមហាសេដ្ឋីនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបធំលុយចូលហេងចំពោះអស់លោកអ្នកដែលកាត់ឆ្នាំថោះរិស័យថ្ងៃនេះល្អជាមធ្យមបញ្ហាផ្លូវចិត្តមិនសូវសប្បាយរីករាយប៉ុន្មានទេនៅក្នុងថ្ងៃនេះហើយបើលោកអ្នកចង់ទទួលផលពីការងារនោះលុះត្រាតែលោកអ្នកមានចិត្តអំណត់ព្យាយាមនិងបូជាពេលវេលាច្រើនផងបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញដូរនៅទីជិតពុំសូវជាបានកក់កោបទេគឺតើតាចេញទៅជួញដូរនៅឯទីឆ្ងាយទើបល្អនិងសមប្រកបនៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយក៏បីមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចជាពិសេសអ្នកចេញទៅប្រកបការងារនៅឯតាមខេត្តឬតំបន់ឆ្ងាយពីផ្ទះសម្បែងពីព្រោះថាលោកអ្នកងាយមានក្រុមមនុស្សបៀតបៀនយាយីក្នុងក្តីបំណងអាក្រក់ដើម្បីដណ្ដើមផលប្រយោជន៍អ្វីមួយពីអ្នកបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមុននឹងធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយហើយមិនត្រូវមានកំណត់វិចវេឡើយបើពំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងចំពោះបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំគុំក៏បីជ្រួលជ្រើមខុសបែបបត់ប្រយ័ត្នការសបាយខ្លាចជាទុកវិញហើយត្រូវមកខ្លោចផ្សាអស់មួយជីវិតឆ្នាំរោងពោះអ្នកក្រៀកមន្ត្រីចិញ្ចឹមធ្វើកិច្ចការអ្វីមួយអ្នកតែងមានកំណត់ជ្រះថ្លាហើយបើប្រាថ្នាអ្វីគឺតែងបានសម្រេចបើធ្វើការតូចធំវិញនោះមានតែអ្នកគាំទ្រទំនុកបំរុងសពគ្រប់បែបយ៉ាងម៉ោងនៃលៀបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌បៃតងនិងក្រហមលេខនៃលៀបសំណាងគឺលេខ77និងលេខ99សូមខមមិនលេខ899យកលៀបសម្បត្តិកហបតីជាន់ខ្ពស់នៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំរោងរិស័យល្អជាមធ្យមដួងរិស័យរបស់លោកអ្នកក្នុងថ្ងៃនេះមានបញ្ហាមិនល្អខ្លះចូលយាយីផងដូចនេះរាល់ការប្រកបកិច្ចការងារអ្វីតោងតែមានការប្រយ័ត្នប្រយែងបន្តិចទ
ទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលក្បែរកើតចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកតតែខិតខំខ្លាំងទៅទទួលជោគជ័យចំនួនធំទាំងនោះទៅរួចការធ្វើដំណើរទីជិតឆ្ងាយជួបតែភាពសុខដុមដូចសពមួយដងរីឯសម្ព័ន្ធស្នេហាប្រុសស្រីវិញបើមានការផ្សំគុំគ្រួសារឬចូលស្ដីដណ្ដឹងជាពេលវេលាល្អប្រពៃបំផុតឆ្នាំម្សាញ់ពោះទេវតាចិញ្ចឹមធ្វើកិច្ចការអ្វីមួយអ្នកតែងមានកំណត់ជ្រះថ្លានិងប្រាថ្នាអ្វីគឺតែងបានសម្រេចហើយធ្វើការតូចធំមានតែអ្នកគាំទ្រនិងទំនុកបម្រុងសពគ្រប់បែបយ៉ាងម៉ោងនៃលេបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នៃលេបសំណាងគឺពណ៌ខ្មៅនិងសលេខនៃលេបសំណាងគឺលេខ69និងលេខ99សូមខមមិនលេខ168យកលេបសម្បត្តិសំពៅលួងនិងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំម្សាញ់ឆ្នាំម្សាញ់រិស័យខ្ពស់ត្រដែតដោយសារថ្ងៃនេះជាអ៊ុនឡើងខ្ពស់ដូចនេះបើលោកអ្នកចង់ពឹងពាក់ដោយការខ្ចីប្រាក់កាសឬរបស់អ្វីមួយពីអ្នកដទៃគេតែងអាណិតអាសូរឲ្យដោយបំណងមួយចំនួនផងការរស់នៅមានភាពសុខដុមនិងកំពុងកាត់ការវាគុំត្រជាក់ត្រជុំល្អប្រពៃណាស់សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីផងល្អប្រពៃណាស់ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខសែនសានដោយសពមួយដងរីឯសម្ព័ន្ធស្នេហាកំណត់ក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានចំនួនវិវាទហើយចង់ធ្វើការដោះស្រាយក៏ជាឱកាសល្អបំផុតពីព្រោះមិនត្រឹមឆាប់ត្រូវរើគ្នាទេលោកអ្នកអាចបែរមកផ្អាមល្ហែមទៀតផងឆ្នាំមមីសេះនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតវិញនោះខ្លាចជាអ្នកមានទ្រព្យស្រុកស្ដំនិងយុស័ក្តិខ្ពង់ខ្ពស់ម៉ោងនៃលេបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នៃលេបសំណាងគឺពណ៌ប្រផេះនិងបៃតងលេខនៃលេបសំណាងគឺលេខ20និងលេខ66សូមខមមិនលេខ999យកលេបសម្បត្តិអុកញ៉ានៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំមមីឆ្នាំមមីរិស័យល្អជាមធ្យមដួងរិស័យរបស់លោកអ្នកក្នុងថ្ងៃនេះមានបញ្ហាមិនល្អខ្លះចូលយាយីផងដូចនេះរាល់ការប្រកបកិច្ចការងារអ្វីតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលក្បែរកើតចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកតតែខិតខំខ្លាំងទៅទទួលជោគជ័យចំនួនធំទាំងនោះទៅរួចការធ្វើដំណើរទីជិតឆ្ងាយជួបតែភាពសុខដុមដូចសពមួយដងរីឯសម្ព័ន្ធស្នេហាប្រុសស្រីវិញបើមានការផ្សំគុំគ្រួសារឬចូលស្ដីដណ្ដឹងជាពេលវេលាល្អប្រពៃបំផុតឆ្នាំមមេប្រពៃមាសមានបារមីដែលចេះមានអំណាចមានមនុស្សតាមជួយជ្រោមជ្រែងការងារតូចធំដើម្បីឲ្យអនាគតអ្នកបានក្លាយជាអ្នកមានសម្បត្តិមហាសាលម៉ោងនៃលេបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នៃលេបសំណាងគឺពណ៌ខ្មៅនិងស្វាយលេខនៃលេបសំណាងគឺលេខ19និងលេខ29សូមខមមិនលេខ555យកលេបសម្បត្តិទេវតាទ្រោះមានប្រាក់កែវកងនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំមមែឆ្នាំមមែរិស័យថ្ងៃនេះធ្លាក់ស្រុតចុះលោកអ្នកច្រើនមានចិត្តតោសៈមោហៈច្រើននៅក្នុងថ្ងៃនេះដូចនេះរាល់ការប្រកបកិច្ចការងារអ្វីតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលក្បែរកើតចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកតតែខិតខំខ្លាំងទៅទទួលជោគជ័យចំនួនធំទាំងនោះទៅរួចការធ្វើដំណើរទីជិតឆ្ងាយជួបតែភាពសុខដុមដូចសពមួយដងរីឯសម្ព័ន្ធស្នេហាប្រុសស្រីវិញបើមានការផ្សំគុំគ្រួសារឬចូលស្ដីដណ្ដឹងជាពេលវេលាល្អប្រពៃបំផុតឆ្នាំវោកស្វាមន្ត្រីចិញ្ចឹមនាំលេបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតបីនេះខ្លាចជាអ្នកមានទ្រព្យស្រុកស្ដំនិងយុស័ក្តិខ្ពង់ខ្ពស់ម៉ោងនៃលេបសំណាងគឺម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលេបសំណាងគឺពណ៌សនិងខ្មៅលេខនៃលេបសំណាងគឺលេខ1និងលេខ69សូមខមមិនលេខ999យកលេបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលុយចូលហូហៀចំពោះអស់លោកអ្នកដែលកាត់ឆ្នាំវោករិស័យខ្ពស់ត្រដែតនៅថ្ងៃនេះយអ៊ុនរបស់លោកអ្នកមានភាពល្អប្រពៃ
ម្ល៉េះហើយបើមានកិច្ចការអ្វីដែលសំខាន់ចូលលោកអ្នកកុំខកខានបំពេញព្រោះតែងហុចផ្លែផ្កាគោជាទីគប់ចិត្តនៅពេលក្រោយមកវិញជាក់ជាពុំខានក្រៅពីនេះបើលោកអ្នកមានជួបពិភាក្សាការងារអ្វីក៏តែងទទួលលទ្ធផលជាផ្លែផ្កាហើយពិសេសថែមទាំងឆាប់ចុះសម្រុងគ្នាទៀតផងសម្រាប់អ្នកប្រកបរបររកស៊ីចេញទៅវិញការជួញទីចិត្តឆ្ងាយលោកអ្នកអាចរកផលកម្រៃគ្រាន់គួរជាទីកក់ក្ដៅជាងមុនហើយពិសេសបើមានអតិថិជនជំពាក់ប្រាក់កាសជាឱកាសល្អក្នុងការទារបំផុតព្រោះច្រើនតែសម្រេចដូចគោលបំណងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃឆ្នាំបកាមន់នំលេបអូប៉ារ៉ាចិញ្ចឹមគឺមានលៀបមានជ័យណាស់មានមនុស្សម្នាជាច្រើននាំគ្នាស្រឡាញ់លោកអានសាទរម៉ោងនៃលេបសំណាងគឺម៉ោង4ព្រឹកដល់ម៉ោង5ល្ងាចពណ៌នៃលេបសំណាងគឺពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនៃលេបសំណាងគឺលេខ27និងលេខ49សូមខមមិនលេខ999យកលេបសម្បត្តិអភិជននៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលោជោហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំរកាឆ្នាំរការិស័យល្អជាមធ្យមបញ្ហាផ្លូវចិត្តមិនសូវសប្បាយរីករាយប៉ុន្មានទេនៅក្នុងថ្ងៃនេះហើយបើលោកអ្នកចង់ទទួលផលពីការងារនោះលុះត្រាតែលោកអ្នកមានចិត្តអំណត់ព្យាយាមនិងបូជាពេលវេលាច្រើនផងបើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញដូរនៅទីចិត្តពុំសូវជាបានកក់កោបទេគឺតើតាចេញទៅជួញដូរនៅឯទីឆ្ងាយទើបល្អនិងសមប្រកបនៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយក៏បីមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចជាពិសេសអ្នកចេញទៅប្រកបការងារនៅឯតាមខេត្តឬតំបន់ឆ្ងាយពីផ្ទះសម្បែងពីព្រោះថាលោកអ្នកងាយមានក្រុមមនុស្សបៀតបៀនយាយីក្នុងក្តីបំណងអាក្រក់ដើម្បីដណ្ដើមផលប្រយោជន៍អ្វីមួយពីអ្នកបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមុននឹងធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយហើយមិនត្រូវមានកំណត់វិកវេលឡើយបើពំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងចំពោះបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំកុំកបីជ្រួលជ្រើមខុសបែបបត់ប្រយ័ត្នការសប្បាយខ្លាចជាទុក្ខវិញហើយត្រូវមកខ្លោចផ្សាអស់មួយជីវិតឆ្នាំចសនៈនោមលេបអុកញ៉ាចិញ្ចឹមគឺមានសំណាងឈ្នះអស់មានសត្រូវហើយប្រាថ្នាអ្វីគឺតែងបានសម្រេចនិងអនាគតបានក្លាយជាសេដ្ឋីការបដីឬក៏អភិជនជាន់ខ្ពស់ទៀតផងម៉ោងនៃលេបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង7យប់ពណ៌នៃលេបសំណាងគឺពណ៌ផ្ទៃមិចនិងស្វាយលេខនៃលេបសំណាងគឺលេខ45និងលេខ66សូមខមមិនលេខ168យកលេបសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលោជោហូហៀចំពោះអលោកអ្នកដែលកើតឆ្នាំចឆ្នាំចរិស័យថ្ងៃនេះធ្លាក់ស្រុតចុះក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការយកចិត្តទុកដាក់ហើយប្រយ័ត្នការងារសំខាន់បន្តិចព្រោះថាបើមិនបានយកចិត្តទុកដាក់ឬគិតគូរទាន់ពេលវេលាទេនោះបញ្ហាអាក្រក់អាចនឹងលុកលុយយាយីទៀតជាពុំខានអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីចិត្តឆ្ងាយទោះផ្លូវទឹកផ្លូវគោកក្តីផលកម្រៃមានការហូរចូលខ្លះគ្រាន់ផ្សារបំពង់អញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមិនអាចលុបលុនបានទេព្រោះភាពសោយក៏មានតាមជាប់មិនទៅណាឆ្ងាយនៅឡើយរីឯបញ្ហាគូស្នេហ៍កំឡោះក្រមុំកើតការកម្មចិត្តនិងមានភាពសៅហ្មងចំពោះគ្នាច្រើនឆ្នាំកុលជួបនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីគឺតែងបានសម្រេចហើយអនាគតខ្លាចជាអ្នកមានទ្រព្យស្រុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលេបសំណាងគឺពណ៌សនិងក្រហមលេខនៃលេបសំណាងគឺលេខ11និងលេខ61សូមខមមិនលេខ999យកលេបសម្បត្តិទេវតាទ្រព្យនៅក្នុងថ្ងៃនេះនឹងប្រទានសម្បត្តិមហាសិទ្ធិមានលេបមានជ័យមានលោជោហូហៀចំពោះអស់លោកអ្នកដែលកើតឆ្នាំកុលឆ្នាំកុលរិស័យថ្ងៃនេះឡើងខ្ពស់ត្រដែតរាល់សេចក្តីប្រាថ្នាទាំងឡាយដែលលោកអ្នកចង់ពឹងពាក់អ្នកមានបុណ្យស័ក្តិខ្ពស់ដើម្បីផលប្រយោជន៍អ្វីមួយនោះគឺពិតជាអាចទទួលបានជោគជ័យជាទីគាប់ចិត្តនៅក្នុងថ្ងៃនេះបើជាអ្នកប្រកបមុខរបររកស៊ីឬជួញដូរវិញមានអតិថិជនថ្មីចាស់តាក់ទងច្រើនធ្វើឲ្យមុខរបររបស់លោកអ្នកមានការរីករលាស់ទៅមុខចំណែកបញ្ហាស្នេហាគូស្នេហ៍មានតែភាពផ្អែមល្ហែមនិងបើនៅលីវិញលោកអ្នកនឹងជួបមនុស្សជាទីពេញចិត្តទៀតផងបាទពុកម៉ែបងប្អូននីតិហោរាសាស្ត្រនៅថ្ងៃនេះដល់ទីបញ្ចប់សូមធ្វើការអធិស្ឋានរាល់កំហុសឆ្គងដែលកើតមានឡើងក្នុងអំឡុងពេលនិយាយដោយអចេតនាហើយក៏សូមធ្វើការបួងសួងដល់គ្រប់វត្ថុស័ក្តិសិទ្ធិផងទាំងពួងនៅក្នុងលោកនេះសូមឲ្យអស់លោកអ្នកដែលកំពុងទស្សនានិងចុច Subscribe ជួបតែលាភសំណាងទ្រព្យធនយស័ក្តិនិងពោពេញទៅដោយសុភមង្គលជារៀងរហូត
សូមធ្វើការខមមិនសាធុកចំនួន3ដងនិងធ្វើការ share ចេញមួយដើម្បីទទួលលាភសំណាងទាំងអស់នេះខណៈពេលនេះដែរខ្ញុំបាទ30ទេវីក៏សូមអរគុណសូមជម្រាបលា